ជាដំបូងខ្ញុំបាទសូមជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel មកនិទានរឿងខ្មោចយើងក៏បានវិលមកជួបគ្នាសារជាថ្មីដោយសារនេះដែរគឺខ្ញុំបាននាំយកសាច់រឿងមួយដែលតាក់ទងទៅនឹងអគារបុគ្គលិកកាស៊ីណូហើយសាច់រឿងនេះគឺខ្ញុំបានដឹងពីបងប្រុសម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាបងធីដោយសារកាលពីមុនខ្ញុំហើយនិងបងធីនឹងធ្លាប់ធ្វើការជាមួយគ្នានៅកាស៊ីណូកំពង់សោមអញ្ចឹងបងធីគាត់ក៏បាននិយាយរឿងខ្មោចមិត្តភក្តិគាត់ហ្នឹងដែលបានស្លាប់នៅកាស៊ីណូដែលគាត់ធ្វើការពីមុនអញ្ចឹងខ្ញុំក៏បានយកសាច់រឿងហ្នឹងយកមកសម្រាយជូនទៅដល់បងប្អូនស្ដាប់លេងកម្សាន្តដើម្បីបំបត្តិការអផ្សុកបងធីគាត់ក៏បាននិយាយប្រាប់ទៀតថាពេលដែលគាត់ធ្វើការនៅកន្លែងចាស់គាត់ហ្នឹងគឺគាត់មានតួនាទីតំណែងជា Supervisor តកង់ឡានដែលគេហៅថាមេក្រុមតកង់ឡានហ្នឹងហើយមិត្តភក្តិគាត់ហ្នឹងមានតួនាទីត្រឹមតែជាតកង់ឡានទេជារឿយៗពួកគាត់តែងតែបបួលគ្នាទៅផឹកស៊ីនៅមុខអគារហ្នឹងឲ្យតែពួកគាត់ចេញពីធ្វើការហើយនៅមុខអគារកាស៊ីណូហ្នឹងគឺមានតូបចាប់ហួយមួយអញ្ចឹងពួកគាត់គឺទៅផឹកស៊ីនៅកន្លែងតូបចាប់ហួយហ្នឹងឯងមានយប់មួយបងធីគាត់ក៏បាននិយាយថាគាត់នឹងបានបបួលមិត្តភក្តិគាត់ព្រមទាំងកូនចៅគាត់ប្រហែលអ្នកទៀតហ្នឹងទៅអង្គុយផឹកស៊ីនៅតូបចាប់ហួយហ្នឹងហើយយប់ហ្នឹងគឺពួកគាត់ផឹកអស់ច្រើនមែនទែនគឺស្វឹងរៀងៗខ្លួនតែពេលហ្នឹងមិត្តភក្តិគាត់ព្រមទាំងកូនចៅគាត់ហ្នឹងបែកគំនិតថាបបួលគ្នាហ្នឹងទៅផឹកបន្តទៀតនៅក្នុងក្លឹបតែបងធីគាត់ប្រកែកគាត់ថាគាត់ទៅទេដោយសារគាត់ស្វឹងហើយម្យ៉ាងទៀតពួកយើងគឺស្វឹងអស់គ្នាហើយមិនចាំទៅទេនាំគ្នាទៅដេករៀងៗខ្លួនទៅតែមិត្តភក្តិគាត់ហើយនិងកូនចៅគាត់នឹងអត់ស្ដាប់ទេដោយសារតែអត់ស្ដាប់បងធីគាត់ក៏បាននិយាយថាអូខេបើសិនជាពួកឯងចង់ទៅផឹកក៏ទៅចុះតែកុំជិះម៉ូតូលឿនពេកហើយគាត់សង្កត់ធ្ងន់ទៅនឹងមិត្តភក្តិគាត់ដោយសារគាត់ដឹងចរិតមិត្តភក្តិគាត់ពេលដែលផឹកស៊ីស្វឹងគឺជិះម៉ូតូលឿនអត់មានដឹងអីទេហើយគាត់ក៏បាននិយាយទៀតថាបើសិនជាឯងចង់ទៅហើយកុំដប់គេឲ្យប្រហែលអ្នកហ្នឹងដប់ឯងទៅហើយគាត់បានបញ្ជាក់ប្រាប់ទៀតថាពេលដែលជិះទៅដល់កន្លែងផ្លូវកាយចិត្តកាស៊ីណូយើងហ្នឹងកុំជិះលឿនពេកព្រោះកន្លែងហ្នឹងគឺគេមានគ្រោះថ្នាក់ប្រហែលអ្នកហើយក៏មានអ្នកដែលស្លាប់នៅកន្លែងកាយហ្នឹងដែរហើយបងធីពេលដែលគាត់និយាយប្រាប់មិត្តភក្តិហើយនិងកូនចៅគាត់រួចរាល់អស់ហើយគាត់ក៏ឡើងទៅដេកមុនទៅតែពេលដែលឡើងទៅដេកហ្នឹងមិនទាន់បានកន្លះម៉ោងផងពេលហ្នឹងក៏កូនចៅគាត់ទេមកថាបងអើយបងមិត្តភក្តិបងឯងហ្នឹងដួលម៉ូតូនៅកន្លែងកែងផ្លូវហ្នឹងហើយគាត់ក៏ឆ្ងល់ថាធ្វើម៉េចក៏បានវាអ្នកជិះម៉ូតូវាមិនក៏បានវាអ្នកដប់គេវិញចុះប្រហែលអ្នកទៀតហ្នឹងក៏មិនដប់កូនចៅគាត់ក៏និយាយថាគេព្រមដប់តែគាត់នឹងអត់ឲ្យគេដប់ទេប្រកែកគេហើយគាត់ក៏ឡើងជិះម៉ូតូជិះទៅម្នាក់ឯងហើយលឿនខ្លាំងមែនទែនហើយប្រហែលអ្នកដែលជិះតាមក្រោយហ្នឹងជិះអត់ទាន់ទេតែពេលដែលប្រហែលហ្នឹងជិះទៅតនគឺតននៅកន្លែងកែងដែរមិត្តភក្តិបងធានហ្នឹងដួលម៉ូតូហ្នឹងបងធីគាត់ទៅលឺអញ្ចឹងគាត់ស្ទុះចុះពីអគារបុគ្គលិកហ្នឹងជិះម៉ូតូទៅមើលពេលដែលជិះទៅមើលគឺគាត់បានឃើញមិត្តភក្តិគាត់ហ្នឹងដួលផ្កាប់មកហើយគាត់ក៏បានទេហៅឡានពេទ្យដើម្បីឲ្យយកមិត្តភក្តិគាត់ហ្នឹងទៅពេទ្យពេលហ្នឹងគាត់ក៏បានឃើញគ្រូពេទ្យមកលើកមិត្តភក្តិគាត់ហ្នឹងគាត់ក៏បានឃើញកមិត្តភក្តិគាត់គឺទន់ល្វែកខ្លាំងមែនទែនពេលដែលទៅដល់ពេទ្យក៏គេបាននិយាយថាមិត្តភក្តិគាត់ហ្នឹងគឺស្លាប់បាត់ហើយពេលដែលគាត់លឺអញ្ចឹងគឺគាត់ទឹកភ្នែកគាត់ហ្នឹងហូរមកម៉ាត់ដោយសារគាត់ហើយនឹងមិត្តភក្តិគាត់ហ្នឹងដូចជាបងប្អូនបកើតហើយដោយសារគាត់ចេញពីធ្វើការចេញពីស្រុកមកធ្វើការហ្នឹងជាមួយគ្នាបងធីគាត់ក៏បានទាញទូរស័ព្ទទេទៅហៅម៉ាក់ប៉ាមិត្តភក្តិគាត់ហ្នឹងដើម្បីឲ្យមកយកសាកសពយកទៅធ្វើបុណ្យសពចាប់តាំងពីមិត្តភក្តិបងធីគាត់បានស្លាប់ទៅរយៈពេល7យប់បងធីគាត់និយាយថាបុគ្គលិកដែលស្នាក់នៅក្នុងអគារហ្នឹងសឹងតែគ្រប់គ្នាគឺគេបានឃើញខ្មោចមិត្តភក្តិបងធីហ្នឹងឯងហើយបុគ្គលិកខ្លះទៀតគេក៏បានឃើញខ្មោចមិត្តភក្តិបងធីហ្នឹងអង្គុយនៅក្នុងឡានហើយអាឡានហ្នឹងគឺជាឡានដែលគាត់កាន់កាប់ពេលដែលគាត់នៅរស់ហើយឡានហ្នឹងគឺគាត់តែងតែជូនបុគ្គលិកទៅធ្វើការហើយនឹងយកបុគ្គលិកចេញពីធ្វើការមកអគារវិញបុគ្គលិកខ្លះទៀតគេក៏បានឃើញខ្មោចមិត្តភក្តិបងធីហ្នឹងដើរទៅវិញទៅមកនៅមុខអគារបុគ្គលិកហ្នឹងនិយាយពីសន្តិសុខវិញ
សន្សុកគេក៏បាននិយាយប្រាប់បងធីគេក៏បានឃើញខ្មោចមិត្តភក្តិគាត់ដែរដោយគាត់បាននិយាយថាពេលយប់មួយហ្នឹងណាគឺគាត់អង្គុយមើលទូរស័ព្ទពេលគាត់អង្គុយមើលទូរស័ព្ទហ្នឹងគឺគាត់បានឮសំឡេងដូចមានគេហ្នឹងសម្អាតឡានកណ្ដាលយប់ពេលហ្នឹងគាត់ក៏បានទាញពិលឈ្លទៅមើលតែឈ្លមើលគឺអត់មានឃើញអីទាំងអស់ទេគាត់ក៏អត់ចាក់អារម្មណ៍គាត់មើលទូរស័ព្ទទៀតទៅតែម្សាហ្នឹងគឺគាត់លើថាគាត់មើលឲ្យគាត់ដៀងភ្នែកទៅមើលកន្លែងឡានណាព្រោះកន្លែងឡានខ្លាចមានចោរចូលលួចឡានឬក៏មានគេមកកាត់កញ្ចក់ឡានអីហ្នឹងគឺគាត់ដៀងភ្នែកទៅមើលពេលគាត់ទៅមើលគឺគាត់បានឃើញមនុស្សប្រុសហ្នឹងឈរយកដៃហើយនឹងកសែងហ្នឹងជូតកញ្ចក់ឡានទៅវិញទៅមកកដាលយប់ពេលដែលគាត់ឃើញអញ្ចឹងគាត់ឆ្ងល់គាត់ថាហើយតកងឡានមិនក៏បានមកសម្អាតឡានកដាលយប់អញ្ចឹងគាត់ក៏បានដើរចូលទៅមើលពេលគាត់ដើរទៅមើលហ្នឹងគឺអត់មានឃើញអីទេតែកណាត់ជូតឡានក៏អត់មានឃើញអីដែរហើយតាធុងដាក់ទឹកក៏អត់មានឃើញទៀតគាត់ក៏បានវាយឯកុំទៅសួរសន្សុកនេះគាត់ក៏សួរថាមិនមានបានឃើញណាគេមកសម្អាតឡាននៅកន្លែងមកគេអត់ហើយសន្សុកនេះគាត់ថាអត់មានឃើញទេគាត់មកលឿនអញ្ចឹងថាអត់ឃើញគាត់ក៏បានរត់ចូលមកក្នុងកន្លែងគាត់ប្រចាំការវិញហើយគាត់ក៏បាននិយាយប្រាប់មិត្តភក្តិគាត់សន្សុកនេះគាត់ថាម៉េចគាត់បានឃើញខ្មោចមិត្តភក្តិនោះធីឃើញហ្នឹងគឺឃើញអង្គុយឈោជូតកញ្ចក់ឡានទៅវិញទៅមកហ្នឹងឯងនឹងរឿងរ៉ាវដែលសន្សុកគាត់បានឃើញនិយាយពីបុគ្គលិកកងឡានដូចគ្នាដែលគេស្នាក់នៅដេកនៅបន្ទប់ជាមួយមិត្តភក្តិបងធីហ្នឹងណាគេក៏បាននិយាយប្រាប់បងធីដែរតែបងធីគាត់ឆ្ងល់គាត់ថាគ្រប់គ្នាគឺសិតតែឃើញទេអត់តែគាត់ទេគឺអត់ដែលឃើញថាខ្មោចមិត្តភក្តិគាត់មកបន្លាញលោកមកលងបន្លាយគាត់របៀបម៉េចគឺគាត់អត់ឃើញទេនិយាយពីតកងឡានដែលស្នាក់នៅបន្ទប់ជាមួយមិត្តភក្តិបងធីហ្នឹងណាគាត់និយាយថាពេលហ្នឹងគឺគាត់នៅតែម្នាក់ឯងទេហើយគាត់នៅម្នាក់ឯងហ្នឹងគឺគាត់និយាយទូរស័ព្ទជាមួយសង្សារគាត់ពេលដែលគាត់កំពុងអង្គុយនិយាយទូរស័ព្ទនៅក្នុងបន្ទប់ហ្នឹងគាត់មានឮសំឡេងដូចគេហ្នឹងហៅគាត់ពីក្រោយគាត់បែរមើលគាត់មិនឃើញអីទាំងអស់ហើយគាត់អង្គុយហ្នឹងគឺគាត់អង្គុយបែរខ្នងកន្លែងក្រេដេកខ្មោចមិត្តភក្តិបងធីតែគាត់នៅរស់ដេកពីមុនគាត់បែរខ្នង10000ហ្នឹងគឺអត់មានឃើញអីទាំងអស់ហើយគាត់ចង់និយាយទូរស័ព្ទទៀតទេនិយាយជាមួយសង្សារគាត់តែបែរជាឡងបានដូចជាទៅ10នាទីសារហ្នឹងគឺគាត់មានអារម្មណ៍ដូចមានគេអង្គុយនៅពីក្រោយខ្នងគាត់ហ្នឹងគាត់ក៏បានងាកពេលគាត់ងាកហ្នឹងគឺគាត់បានឃើញខ្មោចមិត្តភក្តិធីហ្នឹងអង្គុយនៅលើក្រេហើយសម្លឹងមកមើលគាត់ឃើញអញ្ចឹងគាត់ស្ទុះរត់ចេញពីបន្ទប់ដេកហ្នឹងទៅហៅគ្នាឲ្យមកជួយមើលគាត់ថាមិញគេគាត់ឃើញខ្មោចមិត្តភក្តិធីហ្នឹងអង្គុយនៅលើក្រេហ្នឹងហើយមិត្តភក្តិប្រហែលអ្នកទៀតហ្នឹងគេថាបែរជាឲ្យស្វាំងភ្នែកឯងហ្នឹងរឿងរ៉ាវកងឡានដែលស្នាក់នៅបន្ទប់ជាមួយនឹងខ្មោចមិត្តភក្តិធីនិយាយពីបុគ្គលិកម្នាក់ទៀតបុគ្គលិកហ្នឹងគឺគាត់ធ្វើការទៅកងឡានដូចគ្នាហើយគាត់ហ្នឹងក៏ដេកនៅក្នុងបន្ទប់ហ្នឹងដែរបន្ទប់ខ្មោចមិត្តភក្តិធីហ្នឹងពេលសារហ្នឹងគឺអត់មានណាគេមានតែគាត់នៅម្នាក់ឯងទៀតហើយគាត់ដេកហ្នឹងគឺគាត់បិទភ្លើងពេលដែលគាត់បិទភ្លើងហ្នឹងគាត់ដេកគាត់មានអារម្មណ៍ដូចមានគេហ្នឹងលូកដៃមកចាប់ទាញជើងគាត់ពេលដែលគាត់មានអារម្មណ៍ថាគេមកចាប់ទាញជើងគាត់បញ្ញាប់បើកភ្លើងហើយមើលអាកន្លែងចុងជើងគាត់មានឃើញអីទាំងអស់អត់មានឃើញអីទេហើយអាក្រេដែលគាត់ដេកហ្នឹងគឺជាប់នឹងក្រេមិត្តភក្តិខ្មោចបងធីដេកនឹងដែរគាត់ក៏បានបិទភ្លើងម្ដងទៀតពេលបិទភ្លើងម្ដងទៀតហ្នឹងគាត់លឺនៅក្នុងបន្ទប់ទឹកដូចមានគេហ្នឹងងុយទឹកនៅក្នុងបន្ទប់ហ្នឹងពេលដែលគាត់ឮសំឡេងមានគេងុយទឹកនៅក្នុងបន្ទប់ទឹកហ្នឹងគាត់ក៏បានបើកភ្លើងហើយទៅបើកភ្លើងក្នុងបន្ទប់ទឹកគាត់ឆ្ងល់ថាក្នុងបន្ទប់ទឹកបិទភ្លើងទេហើយចុះមានណាគេងុយទឹកនៅក្នុងបន្ទប់ទឹកហ្នឹងហើយឥតក្រោហ្នឹងគឺអត់មានឃើញស្នើមសើមទឹកសើមអីអត់ទេគឺស្ងួតចេះហ្មង
ហើយម្យ៉ាងទៀតពេលដែលគាត់នៅក្នុងបន្ទប់ទឹកហ្នឹងសំទោសពេលដែលគាត់នៅក្នុងបន្ទប់ហ្នឹងគឺមានតែគាត់ម្នាក់ឯងទេនៅក្នុងហ្នឹងអត់មានណាគេនៅក្នុងបន្ទប់ទេហើយចុះមានណាគេមកងុយទឹកគាត់ក៏ចាប់ផ្ដើមរៀងគិតដែរគាត់គិតក្នុងចិត្តគាត់ណាគាត់និយាយប្រាប់បងធីគាត់គិតក្នុងចិត្តគាត់ថាតែជាខ្មោចមិត្តភក្តិធីមកលេងគាត់ដែរមកលងគាត់ដែរគាត់ក៏បានតាំងអារម្មណ៍ហើយបងប្រុសហ្នឹងគាត់ក៏មិនសូវជាអ្នកចេះខ្លាចខ្មោចដែរគាត់ក៏តាំងអារម្មណ៍គាត់ដេកម្ដងទៀតពេលដែលគាត់ដេកម្ដងទៀតភាសាហ្នឹងឮដូចមានអីគេមកនិយាយសឹបសៀនៅកន្លែងត្រចៀកគាត់ពងដេកហ្នឹងគាត់ក៏បានទាញទូរស័ព្ទឈួលទៅមើលពេលដែលឈួលទៅមើលហ្នឹងគឺគាត់បានឃើញខ្មោចមិត្តភក្តិបងធីហ្នឹងអង្គុយនៅកន្លែងក្បាលរំលែកគាត់ហ្នឹងអោនលមកចិត្តដល់មុខគាត់អញ្ចឹងឡើងមកចិត្តដល់មុខគាត់អញ្ចឹងហើយគាត់គាត់ឃើញចុះគាត់ស្ទុះស្រែកមកទៅហឹងឡើងផ្អើលដល់សន្សុកនៅក្រោមគេរត់មកមើលពេលដែលគេរត់មកមើលគឺសួរគ្រប់គ្នាថាមានអីគេកាត់អីគេមកស្រែកគេលើខ្លាំងម្ល៉េះហើយកងឡានហ្នឹងគាត់និយាយថាមិញគាត់បានឃើញខ្មោចមិត្តភក្តិធីហ្នឹងអង្គុយនៅកន្លែងក្បាលរំលែកគាត់ហ្នឹងឯងហ្នឹងរឿងរ៉ាវមិត្តភក្តិទៅកងឡានមិត្តភក្តិធីហ្នឹងគាត់បានឃើញបន្ទាប់មកក៏បងធីគាត់និយាយរឿងរ៉ាវខ្មោចមិត្តភក្តិគាត់ហ្នឹងលងបន្លាចបុគ្គលិកស្រីនៅក្នុងអាគារហ្នឹងដែរដែលគាត់និយាយថាមានបុគ្គលិកស្រីម្នាក់បុគ្គលិកស្រីហ្នឹងគឺគាត់អត់ទាន់ដឹងថាខ្មោចមិត្តភក្តិធីនឹងស្លាប់ដែរដោយសារពេលដែលខ្មោចមិត្តភក្តិធីស្លាប់ហ្នឹងគឺគាត់ដាក់ថ្ងៃសម្រាប់ទៅលេងផ្ទះរយៈពេល8ថ្ងៃហើយពេលដែលត្រឡប់មកវិញគឺក៏អត់មានណាគេប្រាប់គាត់ដែរហើយអញ្ចឹងហើយគឺគាត់អត់ទាន់ដឹងទេពេលហ្នឹងគឺគាត់ចេញពីបន្ទប់គាត់ហ្នឹងមកអង្គុយលេងនៅមុខបន្ទប់គាត់ហ្នឹងចុចទូរស័ព្ទហើយនៅអាគារបុគ្គលិកហ្នឹងគឺមាន2ជាន់ជាន់ទី1ជាន់ទី2ជាន់ទី2ហ្នឹងគឺជាន់ស្រីពេលដែលគាត់កំពុងតែអង្គុយចុចទូរស័ព្ទហ្នឹងគាត់ក៏បានឃើញខ្មោចមិត្តភក្តិធីហ្នឹងដើរទៅវិញទៅមកនៅកន្លែងជាន់ស្រីដេកហ្នឹងពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏សួរថាបងបាញ់កាត់អីគេបានមកឯងដើរទៅវិញទៅមកអញ្ចឹងពេលដែលគាត់សួរហើយគាត់ក៏ទិញទូរស័ព្ទចុចធម្មតាទៀតទៅគាត់ងាកទៅមើលម្ដងទៀតគឺអត់មានឃើញទេហើយគាត់ឆ្ងល់ចុំហើយបងឯងទៅវិញក៏មានប្រាប់ដែរគាត់ក៏បានបន្តចុចទូរស័ព្ទទៅគាត់អត់សង្ស័យទេលក្ខណៈគាត់អត់ដឹងអញ្ចឹងគាត់អត់សង្ស័យពេលមួយសារហ្នឹងគាត់ចុចទូរស័ព្ទហើយគាត់ដូចមានចង់កតុយគាត់មានមនុស្សមួយធំមែនទែនដើរសំដៅមករកគាត់ពេលដែលគាត់ងាកទៅគូមនុស្សនោះមានធំមែនទែនក្បាលដល់អញ្ចឹងខាងលើពេលដែលគាត់ឃើញចឹងគាត់ស្ទុះចូលទៅក្នុងបន្ទប់ហើយគាត់ស្រែកហៅមិត្តភក្តិគាត់ស្រីនៅក្នុងបន្ទប់នោះឲ្យចេញមកមើលគាត់ថាមិញគាត់ឃើញមនុស្សមួយធំមែនទែនដើរសំដៅមករកគាត់ពេលដែលគាត់កំពុងចុចទូរស័ព្ទហ្នឹងពេលមិត្តភក្តិគាត់ចេញមកគឺអត់មានឃើញទាំងអស់ហើយមិត្តភក្តិគាត់នៅក្នុងបន្ទប់ហ្នឹងគាត់ឃើញចឹងបើកភ្នែកធំអញ្ចឹងគាត់ដឹងមិត្តភក្តិគេហ្នឹងក៏ដឹងថាមនុស្សហ្នឹងគឺជាខ្មោចមិត្តភក្តិធីហើយគេក៏បាននិយាយប្រាប់ថាហើយឃើញមិញគឺខ្មោចមិត្តភក្តិធីហើយអ្នកស្រីក៏ឆ្ងល់ខ្មោចមិត្តភក្តិធីណាបើខ្ញុំតើឃើញមិញហើយគាត់មិនតន់ស្លាប់ណាដោយសារការដែលគាត់ទៅដាក់ថ្ងៃសម្រាប់ហ្នឹងទៅលេងផ្ទះហ្នឹងគឺគាត់នៅឃើញមិត្តភក្តិធីធម្មតាទៅមិត្តភក្តិគាត់ហ្នឹងក៏បាននិយាយប្រាប់រឿងរ៉ាវដែរខ្មោចមិត្តភក្តិធីបានស្លាប់ហ្នឹងអ្នកស្រីហ្នឹងគាត់លឿនចុះបកភ្នែកធំហើយខ្លួនញ័រដូចក៏ដុតលងទឹកអញ្ចឹងញ័រដល់តាត់មកក៏ស្ទុះចូលក្នុងបន្ទប់វិញហើយទាញភួយសងំដេកមកយប់ហ្នឹងអ្នកស្រីហ្នឹងគឺដេកលក់ទេលក្ខណៈគាត់នឹកឃើញរហូតនឹកឃើញពេលដែលគាត់ក៏បានឃើញខ្មោចអង្គធីដើរទៅវិញទៅមកហើយគាត់សួរហ្នឹងណាដល់ពេលព្រឹកឡើងគាត់ក៏ទៅខាងរដ្ឋបាលណាដាក់ពាក្យឈប់ពីកាស៊ីណូហ្នឹងរឿងរ៉ាវដែលខ្មោចលងបន្លាចបុគ្គលិកស្រីដែលស្នាក់នៅក្នុងអាគារហ្នឹងនិយាយពីបុគ្គលិកផ្នែកខាងរដ្ឋបាលវិញម្ដងក៏ត្រូវបានខ្មោចមិត្តភក្តិបងធីហ្នឹងលងបន្លាចដូចគ្នាដែរដល់ពេលហ្នឹងគឺបុគ្គលិកខាងរដ្ឋបាលហ្នឹងគេបានមកឆែកអាគារបុគ្គលិកចង់និយាយថាមួយអាទិត្យគេមកឆែក2ទៅ3ដងសារហ្នឹងគឺគាត់មកម្នាក់ឯងរាល់ដងគឺមក2នាក់ឆែកជាន់ទី1ឆែកជាន់ទី2ស្រីគេឆែកជាន់ស្រីទៅបុគ្គលិកប្រុសគេឆែកបុគ្គលិកប្រុសទៅតែសារហ្នឹងគឺបុគ្គលិកស្រីមកតែម្នាក់ឯងទេ
ហើយគាត់បានដើរឆែកជាន់ទី2មុនឆែករួចរាល់អស់ហើយរដ្ឋបាលស្រីហ្នឹងគាត់ចុះមកជាន់ទី1គាត់ដើរឆែកពេលដែលគាត់កំពុងដើរឆែកគាត់ឲ្យបុគ្គលិកអនាម័យមកសម្អាតអីខូចអីហ្នឹងពេលដែលគាត់កំពុងហ្នឹងគាត់ឮសំឡេងមនុស្សប្រុសសួរគាត់ពីក្រោយខ្នងសួរថាកំពុងធ្វើអីគេហើយបុគ្គលិកស្រីរដ្ឋបាលហ្នឹងគាត់ឆ្លើយថាខ្ញុំកំពុងតែដើរឆែកអាគារបុគ្គលិកយើងហ្នឹងពេលដែលគាត់ឆ្លើយហើយគាត់ងាកទៅមើលក្រោយខ្នងគាត់គឺអត់មានអីទេអត់មានឃើញអីទេគាត់ក៏អត់ចាប់អារម្មណ៍គាត់ក៏បានដើរឆែកបន្តទៀតពេលដែលឆែកហ្នឹងគាត់ឡៃតែអនមើលសភៅគាត់ខូចអីអាំងប្រាប់ជាងឬក៏ប្រាប់អនាម័យមកសម្អាតហ្នឹងពេលដែលគាត់កំពុងអនមើលហើយមើលគាត់នឹងសភៅគាត់ហ្នឹងគាត់ងើយមើលទៅមុខពេលដែលគាត់ងើយមុខគឺគាត់បានឃើញខ្មោចបងមិត្តភក្តិធីហ្នឹងសំឡឹងសំឡក់ឈោនៅពីមុខគាត់ហើយមើលមកគាត់គួរឲ្យខ្លាចមែនទេបុគ្គលិកស្រីរដ្ឋបាលហ្នឹងគាត់តែឃើញចឹងស្ទុះចេញទៅក្រៅហើយហៅសន្សុកឲ្យជួយមើលហើយសន្សុកគេអត់ហ៊ានដែលថាសន្សុកគេអត់ហ៊ានចង់មកមើលទៀតណាដោយសារខ្មោចមិត្តភក្តិធីនឹងលងបន្លាចពួកគេសឹងតែគ្រប់គ្នាមកហើយលងនឹងគឺលងគួរឲ្យខ្លាចទៀតនឹងរឿងរ៉ាវដែរខ្មោចមិត្តភក្តិបងធីលងបន្លាចរដ្ឋបាលនិយាយពីអ៊ីអាណាម័យវិញអ៊ីអាណាម័យហ្នឹងគាត់រត់អងគាត់សម្អាតហ្នឹងគឺគាត់សម្អាតជាន់ទី1ហើយបានទៅសម្អាតជាន់ទី2ចែកសារហ្នឹងគឺគាត់ទៅសម្អាតជាន់ទី2ហើយបានមកសម្អាតជាន់ទី1វិញពេលដែលគាត់កំពុងសម្អាតហ្នឹងគាត់កំពុងតែបោះសម្អាតជូតអត់អាគារបុគ្គលិកហ្នឹងគាត់ក៏បានឃើញមនុស្សប្រុសហ្នឹងអង្គុយយំនៅមុខបន្ទប់បងធីហ្នឹងគាត់ក៏បានដើរទៅសួរគាត់ចង់ដឹងព្រោះគាត់ឃើញបរិសុទ្ធអង្គុយយំពេលដែលគាត់ដើរចិត្តដល់ហ្នឹងគឺបាត់មកភ្លាមហ្នឹងគឺបាត់មកពេញហ្នឹងគាត់តែឃើញចឹងគាត់ស្រែកហៅគ្នាគាត់ដែលសម្អាតហ្នឹងឲ្យមកជួយមើលទាំងអស់គ្នាពេលមកហ្នឹងគឺអត់មានឃើញអីទេហើយសំឡេងមនុស្សដែលអង្គុយយំហ្នឹងឬសំឡេងយំហ្នឹងគឺបាត់ទៀតអត់មានឮសំឡេងអីទេគាត់ឮចឹងគាត់ទេទៅមេផ្នែកគាត់ថាបងអើយខ្ញុំឈប់មកសម្អាតអាគារហ្នឹងទៀតហើយខ្មោចលងខ្ញុំលេងមកសម្អាតទៀតហើយគាត់ក៏ត្រឡប់ទៅវិញទៅនឹងរឿងរ៉ាវដែលខ្មោចបងមិត្តភក្តិធីហ្នឹងលងបន្លាចបុគ្គលិកដែលស្នាក់នៅក្នុងអាគារនិយាយពីអ៊ីលូដូនៅមុខអាគារបុគ្គលិកនឹងវិញគាត់ក៏បានត្រូវខ្មោចមិត្តភក្តិធីហ្នឹងលងបន្លាចដូចគ្នាដែរគាត់បាននិយាយប្រាប់ធីថាឲ្យតែពេលយប់ឡើងណាគឺគាត់ឮសំឡេងគេមកគោះទ្វារគាត់ហើយមកគោះទ្វារហ្នឹងគឺឮសំឡេងថាអ៊ីបើកទ្វារខ្ញុំតិចមកខ្ញុំទិញស្រាផឹកពេលដែលគាត់បើកទ្វារហ្នឹងគឺអត់មានឃើញមនុស្សទេហើយគាត់ឆែកកាមេរ៉ាក៏អត់មានឃើញមនុស្សដែរមានយប់មួយទៀតគាត់ថាគាត់កំពុងតែអង្គុយកត់បញ្ជីគាត់មើលថាលោកបានប៉ុន្មានថ្ងៃហ្នឹងហើយស្អែកត្រូវការទិញអីថែមចូលវិញណាពេលគាត់កំពុងតែអង្គុយហ្នឹងគឺគាត់ងាកទៅមើលអាតុកកន្លែងចំណាំថាខ្មោចមិត្តភក្តិធីហ្នឹងអង្គុយផឹកបៀហ្នឹងពេលដែលគាត់មើលហ្នឹងគឺគាត់បានឃើញខ្មោចមិត្តភក្តិធីហ្នឹងឃើញត្រឹមតែមួយក្តាត់លើទេត្រឹមចង្កេះឡើងលើដល់ក្បាលណាតែចាប់ពីចង្កេះចុះក្រោមគឺអត់ឃើញទេពេលដែលគាត់ឃើញចឹងគឺគាត់ស្ទុះចូលទៅក្នុងផ្ទះបិទទ្វារបិទអីឡើងសងំដេកហើយអាក្អីហ្នឹងដែលមិត្តភក្តិបងធីអង្គុយហ្នឹងគឺចាប់ពីដែលគាត់ឃើញចឹងមកគឺគាត់យកក្អីហ្នឹងយកទុកហ្នឹងយកទៅដុតចោលអត់មានឲ្យទុកហ្នឹងទៀតទេរឿងរ៉ាវហ្នឹងគឺលឺល្បីខ្លាំងមែនទែនល្បីដល់ចង់និយាយថាមកប៉ាវេនជុំវិញអាគារបុគ្គលិកហ្នឹងគឺគេខ្លាចខ្មោចមិត្តភក្តិបងធីនឹងសឹងទៅគ្រប់គ្នាមិនមែនថាបុគ្គលិកទេសូម្បីតែគេរស់នៅជុំវិញអាគារបុគ្គលិកហ្នឹងក៏គេខ្លាចនឹងខ្មោចមិត្តភក្តិបងធីទាំងដែរហើយកន្លែងដែរបងធីគាត់ដួលម៉ូតូកន្លែងផ្លូវកាយហ្នឹងអ្នកដែលគេនៅម្ដុំហ្នឹងគឺឲ្យតែពេលយប់ឡើងគឺគេឮសំឡេងមនុស្សប្រុសអង្គុយយំនៅកន្លែងផ្លូវកាយហ្នឹងហើយពេលខ្លះទៀតគេឮមនុស្សប្រុសឈោយំនៅមុខហ្នឹងហើយខ្លះទៀតគេឃើញមនុស្សប្រុសហ្នឹងដើរទៅវិញទៅមកនៅអាម៉ាប៉ាវេនដែរមិត្តភក្តិបងធីហ្នឹងដែលបានស្លាប់ហ្នឹងនិយាយរួមឲ្យតាអ្នកដែលគេនៅជុំវិញបរិវេណអាគារបុគ្គលិកហ្នឹងហើយអ្នកដែលគេនៅជាប់នឹងកន្លែងដែលមិត្តភក្តិបងធីស្លាប់ហ្នឹងក៏ត្រូវបានខ្មោចបងមិត្តភក្តិបងធីនឹងលងបន្លាចដូចគ្នានិយាយពីអ្នកដែលគេរត់ផេះស្អាប់វិញ
ក៏ត្រូវបានខ្មោចមិត្តភក្តិបង្ធីនឹងលងបន្លាចដែរដោយអ្នករត់ pass up ហ្នឹងគាត់បាននិយាយថាពេលដែលគាត់ជិះចិត្តមកដល់ផ្លូវកែងហ្នឹងគឺគាត់បានឃើញមនុស្សប្រុសឈរនៅកន្លែងផ្លូវកែងហ្នឹងបបដៃហៅគាត់ហើយអ្នករត់ pass up ពេលឃើញចឹងស្មានថាភ្ញៀវបបដៃហៅជិះ pass up គាត់ណាគាត់ក៏បានជិះទៅដល់កន្លែងហ្នឹងពេលដែលជិះទៅដល់ហ្នឹងគឺអត់មានឃើញមនុស្សទេតែគាត់ឆ្ងល់ថាគាត់មើលពីចម្ងាយគឺគាត់បានឃើញមនុស្សប្រុសបកដៃហៅគាត់មិនមែនតែអ្នករត់ pass up ទេសូម្បីម៉ូតូឌុបក៏ត្រូវខ្មោចមិត្តភក្តិអង្គធីលងបន្លាចដែរអ្នករត់តាក់ស៊ីក៏ត្រូវខ្មោចមិត្តភក្តិអង្គធីលងបន្លាចដែរហើយអញ្ចឹងនៅក្នុងម៉ាប៉ាអវេហ្នឹងគឺគេល្បីមែនទែននៅក្នុងម៉ាប៉ាអវេអាគេបុកលឹកហ្នឹងគឺគេល្បីថាខ្មោចមិត្តភក្តិអង្គធីហ្នឹងគឺលងខ្លាំងលងកាច់សាហាវខ្លាំងនិយាយពីបុកលឹកកាស៊ីណូវិញដោយសារតែខ្មោចមិត្តភក្តិអង្គធីលងបន្លាចច្រើនពេកអ្នកខ្លះគេក៏បានឈប់ធ្វើការពីហ្នឹងអ្នកខ្លះទៀតគេក៏បានដូរការងារពីហ្នឹងទៅការងារផ្សេងដោយសារគេហ៊ាននៅទេសម្បីសំសុកដែលយាមនៅអាគារបុកលឹកហ្នឹងក៏គេឈប់ប្រមាណអ្នកដែរហើយបុគ្គលិកខ្លះទៀតគេក៏បានสนំពោទៅរដ្ឋបាលឲ្យជួយនិយាយទៅជាមួយតកែហ្នឹងថាសូមដូរអាគារហ្នឹងទៅជួលអាគារថ្មីទៅបើសិនជានៅអាគារហ្នឹងទៀតគឺពួកគេហ៊ាននៅទេប្រហែលជាពួកគេឈប់ធ្វើការនឹងទាំងអស់គ្នាដោយសារតែមានការสนំពោពីបុគ្គលិករដ្ឋបាលគាត់ក៏បានទៅនិយាយជាមួយតកែហើយតកែគេក៏បានយល់ព្រមគេក៏បានបញ្ចប់កុងត្រាអាគារដែលមានខ្មោចមិត្តភ័ក្តិបង្ធីលងបន្លាចហ្នឹងគេបញ្ចប់កុងត្រានឹងចោលហើយគេក៏បានទៅជួលអាគារថ្មីហើយសម្រាប់ឡានដែលមិត្តភ័ក្តិអង្គធីកាលនៅរស់មើលថែមើលការខុសត្រូវហ្នឹងក៏គេលក់ចោលដែរគេទិញឡានមកថ្មីហើយនិយាយពីអ៊ីដែលលក់តូបចាប់ហួយនឹងវិញគាត់ក៏បានលក់ដីកន្លែងហ្នឹងគាត់ទៅជួលដីកន្លែងផ្សេងគាត់ទិញដីកន្លែងផ្សេងទៅលក់វិញដោយសារកន្លែងហ្នឹងបើសិនជាគាត់នៅក៏គាត់នៅបានដែរបើសិនជាមានណាគេហ៊ានមកជួលអាគារហ្នឹងទៀតក៏ត្រូវខ្មោចមិត្តភ័ក្តិអង្គធីហ្នឹងលងបន្លាចដែរហើយសាច់រឿងដែលខ្ញុំសម្រាយតាក់ទងទៅនឹងរឿងខ្មោចបងតកងឡានជាមិត្តភ័ក្តិរបស់បងធីហ្នឹងគឺខ្ញុំសម្រាយចប់ត្រឹមតែប៉ុណ្ណេះបើសិនជាខ្ញុំបាននិយាយទៅមិនច្បាស់ឬក៏ខុសត្រង់កន្លែងណាមួយខ្ញុំបាទសូមខន្តីអភ័យទោសទុកជាមុនផងហើយខ្ញុំក៏សូមអរគុណទៅដល់បងប្អូនដែលចូលចិត្តតាមដានសម្រាប់សាច់រឿងម៉ោងនិទានរឿងខ្មោចរបស់ admin ខ្ញុំបាទផ្ទាល់ហើយខ្ញុំបាទសូមអរគុណសូមជម្រាបលា